Bạn sơ sơ bong bóng ở ngày nay nhung ngơ pi bờ lầm tích tăng pi mong bốn thưa tận à cầm sàn muối tại toàn phèo ấy chạm tờ đòn tích tiết chạm phèo lấy ní nhiều mặt xây trong quay ngày chả vì tận à đàm to lấy làng lán tranh tay tay mà đòn chẳng hạn đỡ nước pi chụp ấy mình toàn bài thằng ấy chẳng thưa tận à tới phù tầm nào bao giờ ní biểu hiện về ngày tích chẳng to pi thưa tận à mà sẽ tụ máu giờ còn mà đò cái lại nhầm ấy làยัง tránh cái lại nắng nhầm ngày này kalau lấy chân phá nó càng khai tạc kèo lại khơi phun nôm tam đòn plei khơi nhảy chá tận này cầm sa nàyคือยัง chỉ tam plei ជាតិចបីឈ្មោះទៅខេត្តកពតបន្ទាប់មកយើងឆ្លងទៅខាងព្រំដែនវៀតណាមដល់ហើយនេះគឺប្រៃចាកអញ្ចឹងយើងអាចជិះឡានបន្តទៅទៀតទេនាំគ្នាចុះពីលើឡានដើរទៅវាយ passport ជាដំបូងហ្នឹងយើងត្រូវការវាយ passport ហ្នឹងគឺយើងវាយចេញពីខាងខ្មែរសិនបន្ទាប់ពីវាយ passport ចេញពីខាងខ្មែរអីរួចរាល់អញ្ចឹងទៅបានយើងធ្វើបណ្ដាបន្ទាប់ទៅខាងវាយ passport ចូលខាងវៀតណាមនេះកន្លែងវាយ passport ខ្មែរអញ្ចឹងឃើញតែខាងខ្មែរអញ្ចឹងអត់សូវមានមនុស្សទេឥឡូវខ្ញុំវាយរួចហើយខ្ញុំដើរបន្តទៀតទៅខាងវៀតណាមម្ដងវាយ passport ខាងវៀតណាមអញ្ចឹងយើងចំណាយពេលដើរអញ្ចឹងទៅឲ្យថតរូបលេងខ្លះអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ធ្លាប់មកឬក៏អាចធ្លាប់មកលេងហើយអាចទស្សនាបានបងប្អូនអត់ធ្លាប់មកខ្ញុំអាចចែកម្លែកបទពិសោធន៍អញ្ចឹងបន្ទាប់ពីវាយ passport ខាងវៀតណាមខ្ញុំមានឡានមកទទួលដំណើរកំសាន្តរបស់ខ្ញុំហ្នឹងគឺទៅកោះត្រល់ដែលភាសាវៀតណាមគេហៅកោះហ្វូកុកណាឥឡូវយើងមកដល់ផែហើយអញ្ចឹងយើងត្រូវចេញដំណើរពីផែពីគេហៅហានតាអីហានទៀងអញ្ចឹងណាបើហៅឈ្មោះខុសសូមអធិស្ឋានផងអញ្ចឹងយើងធ្វើដំណើរពីហ្នឹងល្មមទៅដល់កោះត្រល់ហ្នឹងប្រើរយៈពេល1ម៉ោង20នាទីអញ្ចឹងនេះកប៉ាល់ដែលខ្ញុំត្រូវជិះក្នុងកប៉ាល់ហ្នឹងគឺថាស្អាតបដិសណ្ឋារកិច្ចខាងវៀតណាមហ្នឹងគឺល្អមានម៉ាស៊ីនត្រជាក់ស្រួលឥឡូវចាំឡើងចេញដំណើរពីដៃព្រែកទៅសមុទ្រហើយអញ្ចឹងបន្ទាប់ពី1ម៉ោង20នាទីកន្លងផុតទៅពួកយើងបានមកដល់កោះត្រល់ហើយអញ្ចឹងកន្លែងនេះកន្លែងចំណតចុះអញ្ចឹងមានមនុស្សច្រើនអញ្ចឹងយើងត្រូវត្រង់ជួចាំចុះម្ដងម្នាក់អញ្ចឹងក្នុងពេលម្លងពេលចុះហ្នឹងខ្ញុំក៏ឆ្លៀតតាហាញមុខបន្តិចទៅជូនបងប្អូនទស្សនាព្រោះវីដេអូនេះខ្ញុំអត់សូវចេញមុខទេដោយសារខ្ញុំចង់ឲ្យបងប្អូនមើលទេសភាពបន្តិចអញ្ចឹងចេញមុខមកផ្លែតខ្លាចបងប្អូនភ្លេចអញ្ចឹងបន្ទាប់ពីត្រង់ជួទៅក៏បានចេញមកឃើញថាកោះត្រល់នេះមនុស្សច្រើនខ្លាំងណាស់មើលឡើងកកកុញហ្មងណាដូចសម័យបេនឡានសូយ៉ាជំនាន់ខ្ញុំនៅក្មេងៗចង់ច្រើនជាងហ្នឹងហ្មងអញ្ចឹងថាកោះនេះធំមែនតើព្រោះកោះនេះធ្លាប់ជាដិតកោះរបស់ខ្មែរយើងតែឥឡូវក្រោមការគ្រប់គ្រងរបស់វៀតណាមអញ្ចឹងយើងត្រូវដើរពីផែទៅឡានក្រុងគឺខ្ញុំមានឡានក្រុងជូនមកតែរួចជាស្រេចហើយដែលយើងបានកក់ទុករួចហើយអញ្ចឹងពេលដើរផតស្ពានហ្នឹងគេដាក់ Phuket Island ហ្នឹងបានន័យថាកោះត្រល់អញ្ចឹងបន្ទាប់ពីដើរទៅឥឡូវយើងឃើញតាក់ស៊ីគាត់មកចាំទទួលយើងហើយអញ្ចឹងយើងដើរទៅឡានបន្តទៀតអញ្ចឹងខ្ញុំមកវៀតណាមខ្ញុំសង្កេតឃើញថាប្រភេទឡានក្រុងហ្នឹងគេផ្លាកលេខពណ៌លឿងបើឡានយើងតូចយើងជិះធម្មតាហ្នឹងអានេះផ្លាកលេខពណ៌សហើយឡានទាំងអស់ហ្នឹងភាគច្រើនទៅតាក់ស៊ីឯងតាក់ស៊ីគេមកដឹកជូនភ្ញៀវទៅកន្លែងគេណាទៅហូថែលផ្សេងនៅលើហ្នឹងទៅអញ្ចឹងពួកខ្ញុំបានមកដល់ឡានអញ្ចឹងពួកយើងរៀបចំចេញពីឡានទៅស្ថានភាពម្ដងអញ្ចឹងខ្ញុំនឹងថតរូបភាពតាមដងផ្លូវជូនបងប្អូនទស្សនាអញ្ចឹងនេះផ្លូវគេមនុស្សជិះអ៊ូអពេញហ្នឹងតែម្ដងមានសួនច្បារហើយនៅមានពលានយន្តហោះអីទៀតតោះថាខ្ញុំអង្គុយនៅខាងក្រៅអញ្ចឹងរៀងពិបាកថតខ្ញុំអត់បានផ្ដិតពលានយន្តហោះគេក៏ធំដែរអញ្ចឹងឥឡូវបន្ទាប់ពីធ្វើដំណើរប្រហែល20នាទីយើងមកដល់កន្លែងខ្ញុំគេងហើយឈ្មោះ Sol Hotel ឃើញថាកន្លែងហ្នឹងគឺស្អាតធំទូលាយអញ្ចឹងខ្ញុំមកដល់ lobby ដើម្បីធ្វើការ check in scan passport ហើយនឹងគេចែកក្រុមការងារទាំងអស់ហ្នឹងទៅតាមបន្ទប់រៀងខ្លួនអញ្ចឹង lobby គេធំស្អាតហើយទេសភាពហ្នឹងក៏អែមដែរនៅសម្រាប់តម្លៃបន្ទប់នៅទីនេះដែរមកយប់ជាង$60ហើយមានអាហារពេលព្រឹកមានអាហារពេលព្រឹកមានអីចឹងទៅមានអាហារទឹកហើយខាងនោះសមុទ្រទៀតសមុទ្រមកបើនិយាយមួយពីផែខ្ញុំចុះមកហ្នឹងមកជាហៀងម្នាក់ក៏ស្ថានភាពដែលខ្ញុំគេងណាខាងនោះគឺមានសមុទ្រទៀតអញ្ចឹងយើងមើលទៅគេមានការទទួលស្វាគមន៍យើងដូចគេយក passport យើងទៅ scan មានdrink សម្រាប់យើងមានទឹកផ្លែឈើទឹកអីចឹងហើយយើងអាចទទួលទានជាបំបត្តិភាពនៅហត់ចឹងទៅបន្ទាប់ពីយើងរងចាំគេមកសតុះចឹងទៅបានគេបែងចែកថាអ្នកណាត្រូវគេបន្ទប់ណាហើយ passport យើងក៏បាន scan រួចរាល់គេក៏បានបកគលត្រឡប់មកឲ្យយើងវិញដែរអ
ចឹងគេចែកបន្ទប់ឲ្យរៀងៗខ្លួនអញ្ចឹងខ្ញុំមួយប្រពន្ធខ្ញុំបានបន្ទប់012អញ្ចឹងយើងដើរបន្ទប់012គឺនៅជាន់ក្រោមឯងប្រភេទ Garden View ទេសភាពសួនច្បារអញ្ចឹងយើងដើរទៅបន្ទប់របស់យើងទៅគេមានអ្នកជួយណែនាំប្រាប់ថាបន្ទប់យើងនៅកន្លែងណាដែរអញ្ចឹងយើង scan ចូលបន្ទប់អញ្ចឹងបើកឲ្យបងប្អូនមើលបន្ទប់គេមិនសូវធំហ្មងនេះតែស្អាតឡើងមើលទៅថាអ្វីគឺនៅថ្មីល្អនេះស្អាតសម្រាប់ខ្ញុំព្រោះខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើការខាងស្ថានភាពដែរអញ្ចឹងគឺខ្ញុំឃើញប៉ុណ្នេះគឺថាស្អាតអញ្ចឹងមានកន្លែងគេហើយយើងធ្លាប់ឃើញនៅស្រុកយើងគេដាក់ទឹកសុទ្ធកន្លះលីត្រនៅនេះគេដាក់មួយធុងធំតែម្ដងឲ្យញ៉ាំទឹកនេះបន្ទប់ទឹកគេដាក់កញ្ចក់ខែគេបន្ទប់គេអត់ធំមកទេនៅស្ថានភាពនៅខាងនៅខ្មែរយើងធំជាងហើយខាងនេះយើងកំពុងមើលថាមានបញ្ជូអីខ្លះចឹងទៅមានអាងទឹកមានអីប៉ុន្តែរៀងបាំងចឹងចាំមើលពួកខ្ញុំស្រាកសិនហើយបន្ទាប់មកបានយើងអាចឲ្យមានកន្លែងតិចចាំយើងទៅដើរលេងទៀតហើយនៅមានដំណើរកំសាន្តផ្សេងទៀតអញ្ចឹងអានេះខ្ញុំគ្រាន់តែបង្ហាញពីវីដេអូនៃការមកដល់កោះត្រល់ថ្ងៃទី1ហើយចាំមើលល្ងាចពួកខ្ញុំមានសកម្មភាពទៀតខ្ញុំនឹងផុសជាបន្ត